20 sentences in the present continuous tense for future. 1. I am meeting Sarah tomorrow. ខ្ញុំនឹងជួបសារ៉ានៅថ្ងៃស្អែក 2. They are flying to Paris next week. ពួកគេនឹងធ្វើដំណើរទៅទីក្រុងប៉ារីសនៅសប្តាហ៍ក្រោយ 3. We are having a party on Saturday. យើងមានពិធីជប់លៀងមួយនៅថ្ងៃសៅរ៍ 4. He is starting his new job on Monday. គាត់នឹងចាប់ផ្ដើមការងារថ្មីរបស់គាត់នៅថ្ងៃច័ន្ទ 5. She is visiting her parents this weekend. នាងនឹងទៅសួរសុខទុក្ខលោកតាលោកយាយរបស់នាងនៅក្នុងសប្តាហ៍នេះ 6. I am seeing the dentist at 3 p.m. ខ្ញុំនឹងទៅជួបនឹងតន្តពេទ្យធ្មេញនៅម៉ោង3រសៀល 7. We are going to the cinema tonight. ពួកយើងនឹងទៅរោងភាពយន្តនៅយប់នេះ 8. They are coming over this evening. ពួកគេនឹងមកនៅល្ងាចនេះ 9. He is leaving for London next Friday. គាត់នឹងចាកចេញទៅទីក្រុងឡុងនៅថ្ងៃសុក្រក្រោយនេះ 10. I am taking my driving test next month. ខ្ញុំនឹងទៅប្រឡងបើកបរនៅខែក្រោយនេះ 11. She is having lunch with her boss tomorrow afternoon. នាងនឹងញ៉ាំអាហារពេលថ្ងៃត្រង់ជាមួយនឹងចៅហ្វាយរបស់នាងនៅថ្ងៃស្អែកពេលរសៀល 12. We are moving to a new house next year. ពួកយើងនឹងរើទៅនៅផ្ទះថ្មីនៅឆ្នាំក្រោយនេះ 13. They are attending a concert this Friday. ពួកគេនឹងចូលរួមកម្មវិធីប្រគំតន្ត្រីនៅថ្ងៃសុក្រនេះ 14. I am joining a new class next semester. ខ្ញុំនឹងចូលរៀននៅថ្នាក់ថ្មីនៅឆមាសក្រោយនេះ 15. He is staying at a hotel this weekend. គាត់នឹងស្នាក់នៅក្នុងសន្តាគារនៅសប្តាហ៍នេះ 16. We are meeting the new manager on Tuesday. ពួកយើងនឹងជួបអ្នកគ្រប់គ្រងថ្មីនៅថ្ងៃអង្គារ 17. She is flying home this evening. ពួកយើងនឹងជិះយន្តហោះត្រឡប់មកផ្ទះវិញនៅល្ងាចនេះ 18. They are getting married in July. ពួកគេនឹងរៀបការជាមួយគ្នានៅក្នុងខែកក្កដា 19. I am starting my vacation next Monday. ខ្ញុំនឹងចាប់ផ្ដើមដើរលេងថ្ងៃឈប់សម្រាករបស់ខ្ញុំនៅថ្ងៃច័ន្ទក្រោយនេះហើយ I am learning a new language next month. ខ្ញុំនឹងរៀនភាសាថ្មីមួយទៀតនៅខែក្រោយ 20 sentences in the past simple tense. 1. I visited my grandparents last weekend. ខ្ញុំបានទៅសួរសុខទុក្ខលោកតាលោកយាយរបស់ខ្ញុំកាលពីថ្ងៃចុងសប្តាហ៍មុន 2. She watched a movie yesterday evening. នាងបានមើលខ្សែភាពយន្តកាលពីម្សិលមិញពេលល្ងាចឬពេលល្ងាចម្សិលមិញ 3. We went to the beach last summer. ពួកយើងបានទៅលេងឆ្នេរសមុទ្រកាលពីរដូវក្តៅមុន 4. He graduated in 2020. គាត់បានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ2020 5. They moved to a new house 2 months ago. ពួកគេបានរើទៅនៅផ្ទះថ្មីកាលពី2ខែមុនឬកាលពី2ខែកន្លងទៅ 6. I met her at the party last night. ខ្ញុំបានជួបនាងនៅឯពិធីជប់លៀងកាលពីយប់មិញ 7. She traveled to Italy last year. នាងបានទៅលេងប្រទេសអ៊ីតាលីកាលពីឆ្នាំមុន 8. We had lunch at noon. ពួកយើងបានញ៉ាំអាហារថ្ងៃត្រង់នៅវេលាម៉ោង12ថ្ងៃត្រង់ 9. He finished his homework an hour ago. គាត់បានបញ្ចប់កិច្ចការផ្ទះរបស់គាត់1ម៉ោងមុន 10.
The concert started at 8 p.m. ការប្រគំតន្ត្រីបានចាប់ផ្ដើមនៅវេលាម៉ោង 8 ពេលយប់ 11. I got a new phone last week. ខ្ញុំបានទទួលទូរស័ព្ទថ្មីមួយគ្រឿងកាលពីសប្តាហ៍មុន 12. She joined the team in April. នាងបានចូលរួមក្នុងក្រុមក្នុងខែមេសា 13. They played football on Saturday. ពួកគេបានលេងកីឡាបាល់ទាត់នៅថ្ងៃសៅរ៍ 14. We stayed in a hotel last weekend. ពួកយើងបានស្នាក់នៅក្នុងសណ្ឋាគារមួយកាលពីថ្ងៃចុងសប្តាហ៍មុន 15. He bought a new car yesterday. គាត់បានទិញឡានថ្មីមួយកាលពីម្សិលមិញ 16. I woke up early this morning. ព្រឹកមិញខ្ញុំបានភ្ញាក់ពីគេងយ៉ាងលឿន 17. She called me last night. នាងបានទូរស័ព្ទមករកខ្ញុំកាលពីយប់មិញ 18. We visited the museum on Sunday. ពួកយើងបានទៅលេងសារមន្ទីរបានទៅទស្សនាសារមន្ទីរកាលពីថ្ងៃអាទិត្យ 19. They left the office at 6 o'clock. ពួកគេបានចាកចេញពីការិយាល័យនៅវេលាម៉ោង 6 កុដិ 20. He won the competition 3 days ago. ពួកគេបានឈ្នះការប្រកួតកាលពី 3 ថ្ងៃមុន បាទសូមអរគុណជួបគ្នាឱកាសក្រោយ Thank you so much for watching. See you later. Thank you so much for watching. Subscribe for more videos. Have a nice day.